វិញយើងជាប់បាតតារាងគុណភាពអប់រំប៉ុន្តែកម្ពុជានៅលើផុតគេក្បែរកពូលឯណោះវិញជាប់លេខខាងមានអក្រិតកម្មកើតឡើងច្រើនជាងគេទៅវិញណាអាលេខដែលគុណភាពល្អយើងទៅបាតតារាងដល់តែពេលអាក្រក់ស្រាប់តែយើងមកឡើងលេខ2វិញអញ្ចឹងសន្ទុះកម្ពុជាជាប់លេខ2ក្នុងតំបន់អាស៊ានជាប្រទេសមានអក្រិតកម្មកើតឡើងច្រើនជាងគេហើយរបាយការណ៍នេះចេញមកពិភពលោកគ្រាន់តែឃើញកម្ពុជាញាក់សាច់បាត់របាយការណ៍នេះក៏បានមកពីក្រុមមួយគេហៅថា Southeast Asia Crime Index ranking ដែលរៀបចំដោយអង្គការមួយឈ្មោះថា Numbeo ដែលគេរៀបរាប់អំពីអក្រិតកម្មដែលកើតឡើងនៅលើពិភពលោកប៉ុន្តែខ្ញុំដកស្រង់តែប្រទេសអាស៊ានទាំងប្រមាណនេះហើយប្រទេសអាស៊ាននេះគឺ1 2 3 4 5 6 7 8 9គេស្រង់ស្ថិតិតែ9ប្រទេសទេដោយសារតែប្រទេសឡាវនិងប្រទេសទីម៉ូខាងកើតហ្នឹងគឺគេអត់មានតួលេខគ្រប់គ្រាន់ដើម្បីនិយាយអំពីរឿងអក្រិតកម្មដែលកើតឡើងមានចំនួនប្រមាណដើម្បីយកមកដាក់គេនោះប៉ុន្តែដកពីនឹងចេញគឺកម្ពុជាឈរលំដាប់ថ្នាក់លេខ2ខ្ពស់ជាងគេជាប្រទេសដែលមានអក្រិតកម្មកើតឡើងច្រើនជាងគេបន្ទាប់ពីភូមាអញ្ចឹងភូមាលេខ1កម្ពុជាលេខ2ម៉ាឡេស៊ីក៏មានបទអក្រិតច្រើនដែរជាប់លេខ3ឥណ្ឌូនេស៊ីបទអក្រិតលើជាប់លេខ4ហ្វីលីពីនលេខ5វៀតណាមលេខ6ថៃលេខ7ប្រុយណេលេខ8សិង្ហបុរីលេខ9នេះមានន័យថាអ្នកដែលនៅបាតតារាងមានន័យថាប្រទេសគេអត់មានបទអក្រិតច្រើនទេបាទន័យថាបាតតារាងនៅកន្លែងនេះគឺល្អជាងគេចឹងសិង្ហបុរីល្អប្រុយណេថៃឡែនវៀតណាមអីថៃឡង់អីហ្នឹងក៏នៅតែល្អជាងយើងទៅឡើងកំពូលលេខ2នៃប្រទេសដែលមានអក្រិតកម្មកើតឡើងច្រើនជាងគេជាការគួរឲ្យសោកស្ដាយដែរតួលេខនេះពេលដែលបង្ហាញនៅលើពិភពលោកគេច្បាស់ហើយគេគិតថាគេខ្លាចរអាគេអីចឹងស្រុកណាក៏មានអក្រិតកម្មដែរបងប្អូនតែគ្រាន់តែថាឮតែខ្មែរយើងមានដូច្នេះគឺវារកម្មចិត្តដែរដែលធ្វើឲ្យភ្ញៀវបរទេសអីក៏គេខ្លាចរអាព្រោះតែយើងប្រយុទ្ធប្រឆាំងអក្រិតកម្មតួលេខនៃការបង្ក្រាបតួលេខនៃអីហ្នឹងក៏និយាយទៅយើងច្រើនជាងគេអាចមកពីចេះតែចាប់យើងចេះតែចាប់សំបីតែអ្នកទោសនយោបាយអ្នកអីហ្នឹងគឺយើងចាប់ប្រសាចចឹងទៅរំលាយគណៈបកនេះចាប់គេដាក់គុកគ្រាន់តែនិយាយអីលើបណ្ដាញសង្គមរិះគន់រដ្ឋាភិបាលអីបន្តិចបន្តួចចង់ចាប់ពាយចឹងទៅអាចចំនួននៃបទអក្រិតហ្នឹងពួកមួយករណីគឺមួយករណីគឺគេកត់តែអញ្ចឹងតែខ្ញុំវាច្រើននៅបើសិនជាបន្ថយអាហ្នឹងគឺអាចបទអក្រិតហ្នឹងវាអាចថយដែរអញ្ចឹងអាហ្នឹងគឺជាវិញ្ញាសាឲ្យរដ្ឋាភិបាលគិតគូរដែរបើចង់ឲ្យតួលេខអក្រិតកម្មយើងថយគឺយើងកាត់បន្ថយការចាប់គេដាក់គុកទៅព្រោះអីតតឡាការកាត់ទោសគឺគេកត់ហើយមួយករណីកត់មួយករណីកត់អញ្ចឹងបាទឥឡូវខ្ញុំស្លេះរឿងនេះឥឡូវចូលដល់ព័ត៌មានបន្ទាប់តាក់ទងនឹងរឿងអតីតពិធីកទូរទស្សន៍បាយ័នដែលថាកម្ពុជាពុំមានជនជាតិវៀតណាមឥឡូវថាការឆបោកអនឡាញមិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទេធ្វើឲ្យលោកអេរធីល្បីមួយសារទៀតចោះព្រោះអីគាត់ខានល្បីយូរដែរកាលមុនល្បីរឿងអាស្រូវលោកអេរធីគឺជាពិធីករទូរទស្សន៍បាយ័នរបស់កូនលោកហ៊ុនសែនអឺទូរទស្សន៍បាយ័ននេះគឺបើតាមដឹងគឺជារបស់លោកស្រីហ៊ុនម៉ាណាហើយលោកអឺអេងរធីនេះគាត់ធ្លាប់នៅក្នុងបទសម្ភាសគាត់យូរហើយប្រហែលជាច្រើនឆ្នាំហើយមើលទៅដូច10ឆ្នាំជាងហើយបងប្អូនបើតាមខ្ញុំចាំកាលហ្នឹងខ្ញុំទៅតែមកស្រុកអាមេរិកបានប្រហែលទេឆ្នាំ2014ពី10ឆ្នាំហើយកាលហ្នឹងគាត់ទៅមានពិធីក្នុងទូរទស្សន៍គាត់សម្ភាសខ្មែរយើងដែលទៅពីស្រុកក្រៅនេះហើយគាត់សួរខ្មែរយើងស្ត្រីម្នាក់ហ្នឹងថាបងឯងដែលដឹងថាស្រុកយើងស្រុកភូមិបងឯងហ្នឹងមានយួនមានវៀតណាមអីចឹងដែរអត់ទេមកនឹងឃើញមានផ្លែកអីយួនពេញទឹកពេញដីអីចឹងទៅបងស្រីហ្នឹងក៏ថាអត់ដែលឃើញផងអីចឹងទៅហើយចឹងលោកអេរធីហ្នឹងក៏គាត់ថាហ្នឹងហើយស្រុកខ្ញុំភូមិខ្ញុំដើរគ្រប់ហើយ23ខេត្តក្រុងមិនដែលឃើញមានយួនមានអីទេហើយចេះតែថាយួនពេញទឹកពេញដីអីចឹងដើម្បីការពាររឿងគេនិយាយពីស្រុកខ្មែរមានយួនអាណានិគមយួនច្រើន
មិនដឹងគាត់ទៅម្ដុំណាឆ្ងល់ដែរលោកអេរធីបើទៅតែច្បារអំពៅគ្រាន់តែចុះទៅហ្នឹងគឺដូចសៃហ្គនធូរទៅតាគិរីរំនៅអាម្ដុំរោងកុនគិរីរំផ្លូវមនីមិនមនីរេទេដូចជាផ្លេចបាត់ហើយនៅនឹងចេញមកយូរពេកអាផ្លូវទៅវិមានឯករាជ្យហ្នឹងចេញពីវិមានឯករាជ្យចាក់ត្រង់ទៅអូឡ িম্প ិកហ្នឹងទៅ start អូឡ িম্প ិកហ្នឹងมันមានកន្លែងមួយគេឈ្មោះនៅគិរីរំនៅតំបន់ចិត្តតាកាច់ជ្រុងអាគារ42ជាន់សប្ងៃហ្នឹងអាប៉ែតចិនអីហ្នឹងសាលាអឺផ្លេចទៀតហើយសាលាហ្នឹងនៅកាច់ជ្រុងហ្នឹងម្ដុំហ្នឹងគិរីរំហ្នឹងទៅក្រោយហ្នឹងទៅមើលទៅយួនសុតសៃហ្គនធូដែរច្បារអំពៅចោះនៅកំពង់ឆ្នាំងនៅអាទលេសាបនៅអាចុងគ្នានៅអាអីហ្នឹងទៅឯណាហើយឥឡូវហ្នឹងជនជាតិយួនដែលនៅស្រុកខ្មែរហ្នឹងគេរកឃើញមានជាង1លាននាក់នៅពេលដែលលោកអេរធីថាអត់មានម្នាក់ហ្នឹងមិនដឹងគាត់មើលអីហើយចុះនិយាយទៅគេរិះគន់គាត់គាត់ចង់ប្រាប់គេថាកុំបារម្ភរឿងយួនរឿងអីវាអត់មានទេស្រុកខ្មែរនិយាយប្រឡប់ព្រឹត្តិការណ៍អញ្ចឹងទៅអាហ្នឹងគាត់ល្បីមួយសារទៅល្បីអាស្រូវបាត់10ឆ្នាំជាងម៉ានថ្ងៃនេះគាត់ឡើងមកនិយាយម្ដងលើវេទិកាមួយគេហៅថាស្អីវេទិកាវឌ្ឍនភាពការងារប្រចាំឆមាសទី1ឆ្នាំ2021របស់ខេត្តស្វាយរៀងសប្តាហ៍ថ្ងៃលោកអេងរិទ្ធីគាត់ជាអភិបាលរងខេត្តស្វាយរៀងការងារគាត់ឡើងលឿនណាស់ដោយសារតែគាត់និយាយរឿងអត់យួនអត់អីអញ្ចឹងដូច្នេះគេពេញចិត្តច្រើនដែរជួយជាផ្នែកជាចំោះដើម្បីបំបត្តិព័ត៌មានបន្លប់ព័ត៌មានហ្នឹងទៅគាត់ឡើងធ្វើជាអភិបាលរងខេត្តស្វាយរៀងហ្នឹងគឺបើយើងគិតទៅ4ឆ្នាំហើយតាំងខែសីហាមក2022បាទហើយទៅគាត់និយាយចេះគាត់ថាអាការឆបោកអនឡាញហ្នឹងអត់មានប៉ះពាល់សេដ្ឋកិច្ចជាពិសេសនៅខេត្តស្វាយរៀងហ្នឹងអត់ប៉ះសោះដោយសារគាត់សំអាងទៅលើថាមានតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀង12ទីតាំងឯណោះកំពុងតែរកលុយបានកកក្រឹកក្រាក់មួយឆ្នាំ500លានដុល្លារនោះអញ្ចឹងកម្មករឧស្សាហកម្មនេះអត់មានប៉ះពាល់អត់មានអីនៅតែទៅដោយប្រក្រតីអាឆបោកអនឡាញនឹងវាជាសេដ្ឋកិច្ចខ្មៅវាមិនប៉ះពាល់សេដ្ឋកិច្ចប្រផេះឬសេដ្ឋកិច្ចសអមិនគាត់នោះហើយពេលដែលគាត់និយាយហ្នឹងគឺមន្ត្រីនៅរដ្ឋាភិបាលជួររដ្ឋាភិបាលហ្នឹងកំពុងតែបារម្ភពីរឿងអាឆបោកអនឡាញហ្នឹងដែលប៉ះពាល់ដល់វិស័យស្អីគ្រប់ហេដ្ឋារចនាសម្ព័ន្ធហើយអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺគណៈបកប្រជាជនកម្ពុជាទេតាមពិតទៅព្រោះដោយសារតែអាឆបោកអនឡាញហ្នឹងចង់មិនចង់វាអាចជួយជាការជួយទំនុកបំរុងដល់ការការពារលុយសម្រាប់មន្ត្រីដែលពុកលលួយនៅក្នុងការកាងហ្នឹងយកទៅចោះមូលដ្ឋានដើម្បីឃោសនាឲ្យគណៈបកប្រជាជនកម្ពុជាដែរព្រោះអុកញ៉ាមហាមន្ត្រីដែលគេកាងអីហ្នឹងជួនកាលខ្ចាក់លុយខ្ចាក់អីទៅយើងអាចយកទៅជួយដើម្បីការងារឃោសនារបស់ឆ្នោតការងារចោះមូលដ្ឋានចែកអំណោយចែកកដោអីទៅអ្នកណាទៅគ្រប់គ្រងលុយពួកគាត់បើសិនពួកអីតម្លាភាពអត់មាននេះដូច្នេះវាប៉ះពាល់សេដ្ឋកិច្ចឆ្នាំងបាយរបស់គណៈបកប្រជាជនប៉ះពាល់សេដ្ឋកិច្ចឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់វាមិនប៉ះលោកអេរិទ្ធីទេព្រោះអីយើងត្រូវដឹងឆបោកអនឡាញនេះកំពុងតែធ្វើឲ្យពិភពលោកខ្លាចរអាតែមកលេងក៏អត់មកផងភ្ញៀវទេសចរយើងធ្លាក់ចុះអស់ប្រមាណជាង50%ហ่าតកតងនឹងសេដ្ឋកិច្ចយើងចុះពី7ជាងឥឡូវនៅសល់តែ3%ឯងឥឡូវវិនិយោគិនណាចង់ទៅរកស៊ីបើយើងអត់ទាន់ចាត់ការមេអុកញ៉ាធំក្រាក់ដូចលោកហ៊ុនតូលីយ៉ុងផាត់កុកអានអីដែលសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ឬក៏ជាប់ខ្សែសារលោហិតរបស់លោកហ៊ុនសែនអីនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកតកតងនឹងការឆបោកអនឡាញហើយអាមេរិកកំពុងរឹបអូសទ្រព្យសម្បត្តិលោកចិនស៊ីបាន15,000លានដុល្លារហើយបដិញ្ញាទៅកម្ចាត់តើអ្នកណាទៅហ៊ានរកស៊ីនៅស្រុកយើងសេដ្ឋកិច្ចស្រុកយើងបើយើងមានបញ្ហារាល់ថ្ងៃនេះកម្ពុជានៅមានសង្វាក់ផលិតកម្មរោងចក្រកាត់ដេរហ្នឹងគឺដោយសារតែយកនាំអាផលិតផលហ្នឹងយកមកលក់នៅក្នុងទីផ្សារអាមេរិកដែលគេធ្លាប់ឲ្យអនុគ្រោះពន្ធឲ្យអីខ្លះដើម្បីកុំឲ្យដាច់ខ្យល់កម្មករខ្មែរទេដោយសារតែគេចង់ជួយកម្មករឆ្នាំងបាយយើងកុំឲ្យស្លាប់តែបើស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យយើងហ្នឹងគឺ GSP ហ្នឹងក៏ឃ្លីងឃ្លោងដែរសូម្បីតែEBA ក៏គេដក 20% ហើយអាចនឹងដកច្រើនជាងនឹងទៀតផងព្រោះយើងអត់កែអាហ្នឹងដូច្នេះយើងប៉ះពាល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធតែលោកអេងរិទ្ធីគាត់ប្រកែប្រឡប់ដោយថាមន្ត្រីរាជការគាត់លួចលោកហ៊ុនសែនអីលោកហ៊ុនម៉ាណែតអីកន្លងទៅគាត់ធ្លាប់និយាយដើម្បីស្អំចិត្តប្រជាពលរដ្ឋនេះគឺជានយោបាយប្រជាពិធដ្ឋ
នយោបាយប្រជាពិធដ្ឋជាទូទៅគឺនៅពេលដែលរាជកំពុងពិបាកខ្លាំងលោកហ៊ុនសែនអីអញ្ចឹងគាត់និយាយថាកុំភ័យយើងមានមាស30គីឡូជាងឯណានោះទុកតម្កល់នៅណាអញ្ចឹងទៅដើម្បីអីអូកុំភ័យយើងប្រមូលពុនច្រើនណាពុននេះខ្ជាក់គាត់មកយកលេខតួលេខនៃការប្រមូលពុនមកអីអញ្ចឹងទៅដើម្បីប្រាប់ប្រជាពលរដ្ឋកុំភ័យជឿជាក់លើគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលទៅអត់ដួលទៅណាទេព្រោះអីយើងនៅមានមាសយើងនៅមានពុនអីចឹងទៅប៉ុន្តែអាតួលេខភ្ញៀវធ្លាក់ចុះអាសេដ្ឋកិច្ចយើងធ្លាក់ចុះមានវិបត្តិមានអីហ្នឹងគឺគាត់ធីបចោលទាំងអស់វាជាការល្អហើយដើម្បីកុំឲ្យប្រជាពលរដ្ឋបះបោររំជើបរំជួលក៏ប៉ុន្តែជាការមិនស្មោះត្រង់មិនហ៊ានប្រាប់ការពិតព្រោះខ្លាចប្រជាពលរដ្ឋបាក់ទឹកចិត្តអស់ជំនឿលើគណៈបកប្រជាជនកម្ពុជាប៉ុន្តែប្រើសារដូចខ្មែរក្រហមសារខ្មែរក្រហមគឺអាខ្មាំងយួនសម្រាប់ភូមិនេះងាប់គោក្របីរាប់សិបរាប់អីក្បាលតែភូមិអត់ដែលមានគោមានក្របីអីម៉ានេះចាប់និយាយពីចាប់ដាក់ចាប់សម្រាប់អីចឹងអស់ហើយដល់ពេលហើយពេលដែលទៅមើលមែនតើអត់មានមនុស្សភូមិហ្នឹងអត់មានមនុស្សដល់ចំនួនហ្នឹងចឹងដើម្បីអីស្អំចិត្តទៅហ៊ានខ្មែរក្រហមដែលកំពុងកាន់កភ្លើងហ្នឹងឲ្យជឿថាមាគ៌ារបស់បកនេះគឺមហាភ្លឺស្វាងលូតផ្លោះអស់ចាទៅណាក៏ខ្ទេចខ្ទីដែរសត្រូវគឺយើងមិនបាក់បបយើងមិនខ្លោបខ្លាចយើងមិនចាញ់ប្រឹងប្រយុទ្ធតទៅទៀតតែដល់ពេលចុងក្រោយរងកច្រកឆ្នាំងអត់បានផងខ្វះរហូតប៉ុន្តែនិយាយពីអួតអាហ្នឹងគឺជាយុទ្ធសាស្ត្រខ្មែរក្រហមប៉ុន្តែណាហើយចោះគាត់និយាយទៅតាមពិតគាត់និយាយក៏មិនជាខុសអីប្រហែលដែរព្រោះនៅខេត្តស្វាយរៀងហ្នឹងគឺមានតំបន់ពាណិជ្ជកម្មពិសេសសេដ្ឋកិច្ចពិសេសហ្នឹង12កន្លែងហ្នឹងគឺផលិតអីដើម្បីនាំចេញមកខាងក្រៅហ្នឹងកម្មករហ្នឹងគឺអត់ប៉ះពាល់មែនប៉ុន្តែជាទូទៅនៅទូទាំងប្រទេសគឺយើងប៉ះពាល់បាទឥឡូវមានលោកម្នាក់លោកសេងវ៉ាន់លីគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook តបទៅលោកអេងរិទ្ធីគាត់សួរដែលអភិបាលរងខេត្តស្វាយរៀងគាត់សួរចេះយកខួរក្បាលឬយកអ្វីមកគិតគាត់ថាការអះអាងការឆោបបោកតាមអនឡាញមិនប៉ះពាល់សេដ្ឋកិច្ចនេះគឺជាទស្សនៈយល់ខុសធ្ងន់មែនតើបើប្រៀបធៀបដូចជាការពារអក្រិតជនដូច្នេះដែរលោកថាប្រាក់ពីការឆោបបោកនិងចាប់ជំរិតមិនមែនជាការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដទេប៉ុន្តែជាលុយកខ្វក់ដែលហូរចូលតែចូលទៅក្នុងតកាបូបក្រុមអក្រិតជនមួយក្តាប់តូចហើយថែមទាំងបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋទូទៅទៀតផងលោកបន្តថាអក្រិតកម្មនេះបានបំផ្លាញវិស័យទេសចរបំភ័យភ្ញៀវទេសចរបណ្ដេញវិនិយោគិនស្អាតស្អំចេញពីកម្ពុជាការបាត់បង់កេរ្តិ៍ឈ្មោះនៅទំនុកចិត្តពីអន្តរជាតិនេះមិនមែនជារឿងត្រូវមើលស្រាលនោះទេលោកថាវាបំផ្លាញឱកាសអភិវឌ្ឍវែងឆ្ងាយនិងបង្កភាពរញ៉េរញ៉ៃដល់ស្ថិរភាពជាតិយើងផងលោកបន្តទៀតថាការទម្លាក់តម្លៃផលប៉ះពាល់មកត្រឹមការស្អុយឈ្មោះបង្ហាញពីកម្រិតយល់ដឹងនៅទុនខ្សោយណាស់និងជាយុទ្ធសាស្ត្របំភាន់សាធារណមតិយ៉ាងមានគ្រោះថ្នាក់ទៅទៀតដើម្បីឲ្យមហាជនមើលរំលងឬគល់នៃបញ្ហានិងទទួលយកអំពើល្មើសធ្វើជាប្រភពចំណូលធម្មតាចុងក្រោយលោកបន្ថែមថាអាកប្បកិរិយានេះស្មើនឹងការបង្កើតលេសបិទបាំងលំហូរសាច់ប្រាក់ងងឹតឲ្យជនអក្រិតការបំពុលស្មារតីសាធារណជនឲ្យមើលរំលងបាត់ល្មើសឆ្លងដែននឹងធ្វើឲ្យសង្គមបាត់បង់ម្ចាស់ការលើការរិះគន់ជំរុញអំពើពុករលួយនិងបំផ្លាញគោលការណ៍នីតិរដ្ឋទាំងស្រុងបាទលើបន្តទៅទៀតបងប្អូនកុំនៅជាប់ផុងនឹងហ្នឹងតកតងនឹងរឿងម្ចាស់ហាងលក់ទូរស័ព្ទអនឡាញមួយកន្លែងសុំទោសក្រោយជេរប្រមាថអតិថិជនដែលជាកងទ័ពតែពលរដ្ឋនៅតែមិនអស់ចិត្តខ្ញុំសរសើរម្ចាស់ហាងទូរស័ព្ទដៃនេះដែលទីបំផុតគាត់សុខចិត្តលើកដៃសំពះសុំទោសទាហានយើងនៅទិសប្រាសាទតាមាន់ធំដែលទិញទូរស័ព្ទ Oppo គាត់បោះចិនមួយគ្រឿងតម្លៃដូចជា$100មិនដឹងទេប៉ុន្តែយកទៅប្រើអត់បានទិញអនឡាញនោះណាហើយផ្ញើទៅឲ្យគាត់វិញដើម្បីសុំឲ្យសម្របសម្រួលអីអញ្ចឹងទៅក៏ប៉ុន្តែគាត់មួម៉ៅក្តៅកាហាយមិនជេរបតិចផ្ដាសាដល់ទាហានរូបនេះទាំងម្ដាយកាយឪពុកមើលងាយព្រោះអីទាហាននៅជួរមុខរូបនេះគាត់ប្រាប់ថាគាត់ខំធ្វើទាហានការពារអ្នកទាំងអស់គ្នាហេតុអីក៏មិនជួយការពារអាភាពអយុត្តិធម៌នៃទូរស័ព្ទដែលទិញយកទៅប្រើអត់បានហ្នឹងហើយយកមកឲ្យអត់ព្រមដោះស្រាយឲ្យគាត់អីអញ្ចឹងស្ត្រីហ្នឹងជេរបចោលគាត់ថាអ្នកណាប្រើអីណាបើមិនចង់ទៅការពារទាហានអីមិនការពារស្អីទៅធ្វើស្អីក៏បានដែរគ្មានអ្នកណាប្រើអ្នកណាស្អីចឹងទៅវាវែងឆ្ងាយទៀតតែបងប្អូនរឿងហ្នឹងចេះ
ខ្ញុំកោតសរសើរស្ត្រីរូបនេះដែលហ៊ានចេញសុំទោសឲ្យខ្លីខ្លឹមសុំទោសកំហុសឆ្គងនេះមិនគួរណាកើតមានហើយលែងឲ្យមានកើតមានអត់មានប៉ុន្តែខ្ញុំសូមសរសើរគាត់តែខ្ញុំនឹងបញ្យល់ថាហេតុអីបានប្រជាពលរដ្ឋនៅតែមិនអស់ចិត្តស្ត្រីរូបនេះឈ្មោះចិន្តាសវណ្ណីចិន្តាសវណ្ណរីគាត់ជាម្ចាស់ហាង Mr. 8 Gaming Gaming បើគឺជាម្ចាស់ហាងលក់ទូរស័ព្ទដៃអនឡាញដែលមែនតែនទៅគាត់មិនមែនមានហាងតែមួយទេគាត់មានហាងច្រើនកន្លែងដែរហើយសារនេះគឺគាត់បង្ហាញមកនេះប្រហែលមកពីដោយសារតែទាហាននៅជួរមុខដែលឬគាត់ជេរនៅក្នុងសារជាសម្លេងហ្នឹងគាត់យកមកចាក់ផ្សាយជាសាធារណៈព្រោះគាត់ចង់ឲ្យឃើញអំពីម្ចាស់ហាងរឿងអត់តាក់ទងនឹងទាហានទេក៏ប៉ុន្តែឥឡូវនេះទាហានជួរមុខនេះគាត់ចាប់ផ្ដើមធ្វើខ្លួនជាជនរងគ្រោះក្នុងនាមជាទាហានជួរមុខដើម្បីដាក់ឥទ្ធិពលឲ្យម្ចាស់ហាងនេះដោះស្រាយបញ្ហាទីបំផុតគឺគាត់អត់អាចជៀសផុតពីការសុំទោសហើយនឹងដោះស្រាយបញ្ហាឥឡូវហ្នឹងឮសូរតែជូនទូរស័ព្ទនឹងមួយគ្រឿងអត់យកលុយហើយថែមលុយដូចជា20,000រៀល200,000រៀលហ្នឹងប្រហែលជា$50អីឯណាទៅទៀតអានេះបើតាមដែលឃើញនៅក្នុងបណ្ដាញសង្គមហ្នឹងវាជាចេតនាល្អហើយដឹងកំហុសជួសជុលទៅកុំល្អិលចាប់ដូចតុងដូចលោកហងជួននរុនព្រោះធម្មតាមនុស្សយើងវាតែងមានការខុសឆ្លោះឆ្លួយអីសុំទោសហើយបន្តប៉ុន្តែកុំប៉ុន្តែណាគឺទៅហើយចប់ប៉ុណ្ណឹងបានហើយទុកឲ្យប្រជាពលរដ្ឋគេវិនិច្ឆ័យអីទៀតទៅគឺសុំទោសប៉ុណ្ណឹងបានអត់បកស្រាយវែងឆ្ងាយអីទៀតទេតែអាសាជេរហ្នឹងគាត់ជេរមុតមែនតើខ្ញុំមិននឹកស្មានថាខ្មែរយើងអសិលធម៌អគុណធម៌ស្ទើរតែគ្រប់គ្នាសូម្បីតែម្ចាស់ហាងរកស៊ីបងប្អូនសាក់សម័យទៅមើលគាត់អ្នករកស៊ីគាត់លក់ដូររបស់ហើយអតិថិជនមានបញ្ហាគាត់ជេរបចោគេឡើងថាមុតស្រួចមែនតើចោះយើងសាកគិតមើលតើម្ចាស់ហាងដតីទៀតឬក៏អ្នកដតីទៀតតើហេតុអីបានជាខ្មែរយើងធ្លាក់សិលធម៌ទាបដល់ថ្នាក់នេះបងប្អូនយើងសាកគិតមើលដោយសារតែអំពើពៀលាបាត់ផ្សារជេរបចោគេជាទូទៅហើយហ្នឹងដូចហូបបាយហើយហ្នឹង MMO របស់គណៈបកប្រជាជនបកគលបាត់ផ្សារប៉ោឡាយផឹកស្រាជេអ្នកនេះជេអ្នកនោះដូចស្រាតសពុតចឹងគឺជារឿងធម្មតាអត់ដែលមាននរណាចាត់ការអត់មានដែលនរណាបងប្អូនដែលស្ដាប់នឹងមិនដែលទាំង blog មិនដែលទាំង report មិនដែលរាយការណ៍ឲ្យបានច្រើនទេយើងនៅតែ share យើងនៅតែស្ដាប់យើងនៅតែឲ្យបកគលអស់នេះប្រព្រឹត្តអញ្ចឹងបានណាអញ្ចឹងហើយបានរឿងនេះមិនមែនតែករណីតែចិន្តាសវណ្ណរីនឹងទេនេះគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរនៃវប្បធម៌ដ៏ស្មោកគ្រោកដ៏កក្រិចរបស់កម្ពុជានឹងវាធ្លាក់ចុះដល់កម្រិត0ហើយដែលខ្ញុំនិយាយហ្នឹងគឺវា0ដោយសារអីចបៃត្រតាមគ្នាទៅលែងស្គាល់សិលធម៌លែងស្គាល់សុជីវធម៌លែងស្គាល់អីអស់ហើយព្រោះស្ដាប់បើកមកជួនកាលចាស់អស់សក់ពីក្បាលអីកន្លែងណាមកហ្នឹងគឺថាសឹងតែចូលអាយុ78ហើយហ្នឹងក៏អត់មានដែលមកអប់រំណែនាំមនុស្សឲ្យនិយាយអំពីសិលធម៌គុណធម៌ជេរបចោអះអាភៀសបាតផ្សារពេញបណ្ដាញសង្គមទាំងចាស់ទាំងក្មេងទាំងអស់នេះឯងហើយថាយើងថារៀសក៏រៀសទៅបើមន្ត្រីខ្មែរវិញលោកហ៊ុនសែនវិញបើកមាត់វិញអាមឹងហែងជេរពាក្យនឹងស្អីក៏មានដែររាប់ឆ្នាំហើយ40ឆ្នាំហើយអត់ដែលនេះទេអត់ដែលបាត់មកពាក្យទេដល់អញ្ចឹងទៅវាធ្វើឲ្យសង្គមយើងវាវល់អញ្ចឹងករណីនេះគឺគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃបញ្ហាសង្គមដ៏ចាក់ស្រេះរបស់ខ្មែរយើងទេអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះខ្ញុំកោតសរសើរដដែលថាចិន្តាសវណ្ណរីដែលម្ចាស់ហាងហ្នឹងគាត់មានភាពក្លាហានគ្រប់គ្រាន់ក៏ប៉ុន្តែភាពក្លាហានរបស់គាត់នេះណាក៏ដោយសាររងសម្ពាធដោយសាររឿងនេះរឿងយកតាហ៊ានមកបាំងបងប្អូនត្រូវដឹងថាម៉ោងនេះអ្នកណាម្នាក់ក៏វិរៈកងទ័ពដែរវិរៈកងទ័ពយើងហ្នឹងគឺយើងទៅមើលអ្នកខ្លះអត់ថ្មិញទេបងប្អូនណាអត់មានថ្មិញហូបបាយទេសុទ្ធតែសរសើរវិរៈកងទ័ពអត់យកចិត្តទុកដាក់គាត់ទេគឺសរសើរឲ្យស្លាប់ហ្មងដល់ពេលអញ្ចឹងវិរៈកងទ័ពយើងក៏បានឱកាសហ្នឹងគឺយកអាខោអាវកងទ័ពយកសម្លៀកបំពាក់កងទ័ពការដែលទិញទូរស័ព្ទពីហាងនេះអត់មានតាក់ទងនឹងទាហានទេតែដោយសារគាត់ដឹងថាបើយកទាហានយកខោអាវគាត់មកហើយគេជេរគាត់ពីរឿងការពារនៅប្រាសាទតាមាន់ធំអីទាំងទៀតតែគេស្ដាប់ទៅប្រជាពលរដ្ឋនឹងស្រោចហើយនឹងរករឿងស្ត្រីអ្នកលក់ទូរស័ព្ទនេះហើយព្រោះអីគេកំពុងតែមានសមានចិត្តនឹងកងទ័ពយើងខ្លាំងណាស់ឡោះហើយតាមពិតយើងសរសើរឲ្យវីរៈកងទ័ពរបស់យើងនឹងគាត់ក៏មានភាព
សគុតសគុំសភាពរៀបសារគាត់ស្លូតបូដើមមើលគាត់សារគាត់នឹងសុំគាត់ថាប៉ុណ្ណឹងហេតុអីជេរមរាយកាយឪពុកគាត់អីអញ្ចឹងគាត់ឲ្យដោះស្រាយទូរស័ព្ទដែលទិញប្រើមិនកើតអីចឹងគាត់សមស្របប៉ុន្តែគាត់ក្រងសម្លៀកបំពាក់ជាយោធាយកមកនិយាយពេលដែលគាត់ទិញទូរស័ព្ទហ្នឹងក៏អត់ប្រហែលជាមិនប្រាប់នាងនោះថាគាត់ជាកងទ័ពអីទេគាត់ជាប្រជាពលរដ្ឋធម្មតាអញ្ចឹងណាតតែពេលមានរឿងគាត់បញ្ចេញថាគាត់ជាកងទ័ពអាហ្នឹងហើយដែលធ្វើឲ្យម្ចាស់ហាងនេះចង់មិនចង់គាត់ឥទ្ធិពលប្រជាពលរដ្ឋមកប្រទេសដែលគេកំពុងគាំទ្រកងទ័ពដល់ពេលឃើញកងទ័ពមានបញ្ហាការដែលទិញទូរស័ព្ទនេះវាជាអតិថិជននឹងម្ចាស់ហាងវាមិនមែនជារឿងវិស័យកងទ័ពជាមួយនឹងម្ចាស់ហាងទេ